មានsốបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយវគ្គ2តពីវគ្គមុនដែលតកតងជាមួយនឹងប្រធានបទតកតងទៅនឹងខ្លឹមសារប្រធានអត្ថាធិប្បាយពន្យល់បែបអក្សរសិល្ប៍បាទថ្ងៃមុនយើងបានជួបគ្នារួចមកហើយតកតងទៅនឹងលំនាំចំណូលចំណោទគ្នាភ្ជាប់ន័យពន្យល់ពាក្យពន្យល់ន័យប្រធានបាទសម្រាប់ថ្ងៃនេះយើងនឹងតបញ្ចប់ណាដែលតកតងជាមួយនឹងប្រធាននេះដដែលហើយយើងចាប់ផ្ដើមពីបកស្រាយណាបាទអញ្ចឹងដោយបងអូនបានជ្រាបរួចទៅហើយតកតងទៅនឹងប្រធានបែបអក្សរសិល្ប៍នេះគឺការបកស្រាយគឺតកតងជាមួយនឹងខ្លឹមសារអក្សរសិល្ប៍ហើយអក្សរសិល្ប៍គឺចំណេញគឺមានន័យថាប្រធាននេះសំដៅលើកម្រងឯកសារកត់ត្រាពីជីវិតរស់នៅរបស់មនុស្សទៅតាមសម័យកាលមួយអញ្ចឹងយើងបានដឹងហើយថាពាក្យថាជីវិតរស់នៅសំដៅលើអីបែបបទការរស់នៅណាបញ្ហាសង្គមបញ្ហាការរស់នៅរបស់មនុស្សនៅក្នុងសម័យកាលនីមួយៗបាទអញ្ចឹងថ្ងៃនេះយើងនឹងចូលដល់ការបកស្រាយតោះកុំឲ្យខាត់ពេលយើងតាមដានទាំងអស់គ្នាបាទជាការពិតណាស់បកស្រាយណាបាទជាការពិតណាស់គ្រប់ស្នាដៃអក្សរសិល្ប៍នីមួយៗដែលត្រូវបានតាក់តែងឡើងដោយកវីនេះគោលដៅសំខាន់បំផុតគឺកវីនិពន្ធតែងលើកយកនៅរាល់បញ្ហាសង្គមបញ្ហាការគ្រប់គ្រងរបស់សង្គមទៅតាមសម័យកាលនីមួយៗដោយគ្រប់សង្គមទាំងអស់តែងមានការប្រែប្រួលទៅលើរបបនៃការគ្រប់គ្រងទៅលើបរិបទនយោបាយសេដ្ឋកិច្ចសង្គមគិច្ចផ្សេងៗដែលបញ្ហាទាំងអស់នោះតែងត្រូវបានកវីនិពន្ធយកមកចងក្រងជាកម្រងស្នាដៃឡើងក្នុងគោលដៅដើម្បីឆ្លុះបញ្ចាំងពីតថភាពនៃសង្គមទៅតាមសម័យកាលទាំងនោះជាមួយគ្នានេះផងដែរគ្រប់ស្នាដៃនីមួយៗរបស់អក្សរសិល្ប៍តែងលើកយកបញ្ហានៃការរស់នៅរបស់មនុស្សក៏ដូចជាបញ្ហានៃការប្រកបរបរចិញ្ចឹមជីវិតទៅតាមសម័យកាលតែងមានការផ្លាស់ប្ដូរដោយធ្វើយ៉ាងណាកែប្រែពីការរស់នៅកែប្រែពីផ្នត់គំនិតនៃការរស់នៅការប្រកបរបរការចិញ្ចឹមជីវិតក៏ដូចជាវិវត្តទៅលើការប្រើប្រាស់ណាសម្ភារៈប្រើប្រាស់ផ្សេងៗទៅតាមបរិបទរបស់សង្គមនីមួយៗយកមកកែច្នៃបង្កើតជាស្នាដៃបង្កើតជាការឯកសារមួយសម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់មិនត្រឹមតែប៉ុណ្ណោះទេអក្សរសិល្ប៍តែមានគោលដៅសំខាន់លើកយកនៅបញ្ហាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាក៏ដូចជាជំនឿផ្សេងៗដែលមនុស្សប្រកាន់ខ្ជាប់ប្រកាន់យកណាទៅតាមសម័យកាលវប្បធម៌ប្រពៃណីគឺជាចំណែកដ៏សំខាន់គឺជាអត្តសញ្ញាណរបស់ជាតិសាសន៍ម្ល៉េះហើយគ្រប់ស្នាដៃទាំងអស់តែងតែមានគោលដៅសំខាន់ច្បិចយកចំណុចសំខាន់ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិទាំងនោះយកមកចងក្រងយកមកកត់ត្រាធ្វើការបង្ហាញអំពីការរិះគន់និងស្ថាបនាតាមរយៈនៃការរក្សានៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជំនឿទាំងឡាយណាដែលល្អប្រសើរនិងធ្វើការរិះគន់ដើម្បីស្ថាបនាទៅលើចំណុចខ្វះខាតទាំងឡាយណាដែលមនុស្សតែងយកមកត្រង់ត្រាប់ប្រកាន់ខ្ជាប់ដោយភាពខុសឆ្គងផ្សេងៗក្នុងគោលដៅដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាជាតិសាសន៍នោះគឺជាជាតិសាសន៍មួយដែលមានខឿនវប្បធម៌អរិយធម៌និងប្រពៃណីទំនៀមទម្លាប់ដ៏ចំណាស់របស់ខ្លួនដែលជាអត្តសញ្ញាណជាតិមិនត្រឹមតែប៉ុណ្ណោះទេស្នាដៃអក្សរសិល្ប៍តែមានគោលដៅបង្ហាញអំពីផ្នត់គំនិតការគិតជំនឿបែបបទនៃការរស់នៅផ្សេងៗរបស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយផ្នត់គំនិតរបស់មនុស្សតែមានការប្រែប្រួលទៅតាមបរិបទរបស់សង្គមនិងភាពរីកចម្រើនរបស់សង្គមនិងវិទ្យាសាស្ត្រដែលរាល់បញ្ហាទាំងអស់នេះកវីនិពន្ធតែងលើកយកមកពិចារណាតាមរយៈនៃការបង្ហាញក្នុងស្នាដៃរបស់ខ្លួនដើម្បីឲ្យអ្នកសិក្សាទាំងឡាយធ្វើការសិក្សាឆ្វេងយល់ឲ្យបានកាន់តែច្បាស់អំពីផ្នត់គំនិតនិងការប្រែប្រួលនៃផ្នត់គំនិតវិទ្យាសាស្ត្ររបស់មនុស្សទៅតាមសម័យកាលមិនត្រឹមតែប៉ុណ្ណោះកវីនិពន្ធតែលើកយកនៅបញ្ហាទាំងឡាយដែលជាទំនាស់វិបត្តិផ្សេងៗដែលមនុស្សជួបប្រទះមិនថាទំនាស់វិបត្តិឬឧបសគ្គដែលប្រឈមរវាងមនុស្សទៅនឹងមនុស្សរវាងមនុស្សទៅនឹងធម្មជាតិដែលតែងតែកើតមានហើយបញ្ហាទាំងអស់នេះត្រូវបានកវីនិពន្ធខ្វល់ខ្វាយកោះកកាយលើកយកមកចងក្រងក្នុងស្នាដៃរបស់ខ្លួនដើម្បីធ្វើយ៉ាងណា
ឲ្យអ្នកសិក្សាទាំងឡាយចេះយកបញ្ហាទាំងអស់នោះមកសិក្សាស្វែងយល់មកពិភាក្សារិះរកស្ថាបនាធ្វើយ៉ាងណាដើម្បីយកមកផ្សារភ្ជាប់ទៅនឹងផ្នត់គំនិតនិងការរស់នៅរបស់ខ្លួនដើម្បីឲ្យបញ្ហាទាំងអស់នោះคล้ายជាបទពិសោធន៍คล้ายជាមេរៀនល្អសម្រាប់មនុស្សណាដែលបញ្ហាទាំងអស់នេះតែងចងក្រងឡើងក្នុងគោលដៅដើម្បីបង្កប់នៅមនោសញ្ចេតនាបង្កប់នៅការយល់ដឹងបង្កប់នៅការឆ្វេងយល់អំពីបញ្ហាទាំងអស់នោះពោលគឺអ្នកទាំងអស់គ្នាត្រូវលើកឡើងឲ្យស្របទៅនឹងមុខងាររបស់អក្សរសិល្ប៍ទាំង4នឹងមកអញ្ចឹងគឺអីមុខងារទី1គឺផ្ដោតពុទ្ធិមានន័យថារាល់បញ្ហាទាំងឡាយដែលត្រូវបានកវីនិពន្ធលើកឡើងនេះសុទ្ធសឹងតែមានគោលដៅសំខាន់បំផុតនោះគឺកត់ត្រាចងក្រងជាឯកសារឡើងសម្រាប់ផ្ដល់ជាចំណេះដឹងផ្ដល់ជាបទពិសោធន៍ផ្ដល់ជាការយល់ដឹងក្រោយពីយល់ដឹងហើយយកអាចចំណេះដឹងទាំងអស់នោះយកទៅណាផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាមរយៈនៃការអប់រំដាស់តឿនក្រើនរំលឹកណារិះគន់ស្ថាបនាធ្វើយ៉ាងណាដើម្បីច្បិចយកចំណុចសំខាន់ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការអប់រំកែប្រែនៃការរស់នៅរបស់ខ្លួនឲ្យកាន់តែប្រសើរឲ្យកាន់តែមានភាពស៊ីវិល័យឲ្យកាន់តែមានភាពទាន់សម័យនិងផ្លាស់ប្ដូរឲ្យស្របទៅនឹងបរិបទនៃភាពរីកចម្រើនរបស់សង្គមពោលគឺអក្សរសិល្ប៍តែងផ្ដល់នៅតថាមានន័យថាឆ្លុះបញ្ចាំងពីតថភាពពិតបញ្ហាជីវិតទាំងឡាយដែលជួបប្រទះទាំងអស់នោះគឺជាតថភាពមួយដើម្បីយកមកឲ្យអ្នកសិក្សាទាំងឡាយបានដឹងថាសម័យកាលមួយទៅសម័យកាលមួយតែមានការផ្លាស់ប្ដូរមិនថារបបគ្រប់គ្រងមិនថាបែបបទការរស់នៅការចិញ្ចឹមជីវិតណាមធ្យោបាយធ្វើដំណើរអីផ្សេងផ្នត់គំនិតនៃការរស់នៅជំនឿសាសនាបញ្ហាទាំងអស់នេះហើយតែត្រូវបានកវីនិពន្ធយកមកចងក្រងយកមកកត់ត្រាបង្កើតទៅជាឯកសារបង្កើតទៅជាស្នាដៃប្រកបទៅដោយគតិគំនិតល្អក្នុងគោលដៅដើម្បីកែលម្អនិងផ្ដល់តម្លៃអីឲ្យមនុស្សចេះយកបញ្ហាទាំងអស់នោះយកមកកែច្នៃណាយកមកធ្វើជាបទពិសោធន៍ល្អធ្វើជាមេរៀនធ្វើជាណាការទូន្មានប្រដៅនិងស្ថាបនាឲ្យការរស់នៅរបស់ខ្លួនឲ្យស្របទៅនឹងបរិបទរបស់សង្គមភាពរីកចម្រើនរបស់សង្គមនិងភាពរីកចម្រើនរបស់វិទ្យាសាស្ត្រដែលស្របទៅនឹងទ្រឹស្ដីរបស់អក្សរសិល្ប៍មួយលើកឡើងថាអក្សរសិល្ប៍បែបណាគឺសង្គមបែបនោះមានន័យថាគឺកត់ត្រានៅអ្វីដែលជាសង្គមពិតជាស្ដែងយកមកដើម្បីឲ្យមនុស្សសិក្សាឆ្លងយល់ដែរក្រោយពីយើងបកស្រាយចប់ហើយនោះហើយគឺជាខ្លឹមសារសំខាន់ដែលយើងនិយាយថាអក្សរសិល្ប៍គឺជាកម្រងឯកសារកត់ត្រាពីជីវិតទៅតាមសម័យកាលអ្នកឯងសម្អាងលើកអីយើងលើកឧទាហរណ៍យកមកបញ្ជាក់ប៉ុន្តែនៅក្នុងការលើកឧទាហរណ៍នេះទៀតសោតអត់ពាក់ព័ន្ធជាមួយនឹងសង្គមអត់ពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រទេតែពាក់ព័ន្ធអីតថភាពសង្គមដែលឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍អញ្ចឹងដូចខ្ញុំបានជម្រាបពីថ្ងៃមុនអញ្ចឹងតថភាពសង្គមរបស់អក្សរសិល្ប៍នៅក្នុងករណីនេះតើវាពាក់ទងជាមួយអីអក្សរសិល្ប៍ខេមរៈនិយមមែនទេបាទបើអក្សរសិល្ប៍ខេមរៈនិយមអញ្ចឹងយើងអាចលើកយកតែអក្សរសិល្ប៍ខេមរៈនិយមយកមកដាក់មកឧទាហរណ៍ជាក់ស្ដែងរឿងទុំទាវណាអញ្ចឹងក្នុងករណីនេះយើងលើករឿងទុំទាវមកទុំទាវសួរថាតើរឿងទុំទាវបានឆ្លុះបញ្ចាំងពីតថភាពសង្គមនៅក្នុងសម័យកាលណាសម័យលង្វែកអ្នកណាជាអ្នកនិពន្ធរឿងទុំទាវដោយព្រះភិក្ខុសោមែនទេឬក៏ភិក្ខុនួនសោក្នុងកំឡុងឆ្នាំណា1915ជាស្នាដៃមួយដែលឆ្លុះបញ្ចាំងពីតថភាពសង្គមនាសម័យលង្វែកអក្សរសិល្ប៍ខេមរៈនិយមណាអញ្ចឹងសួរថាតើរឿងទុំទាវហេតុអីបានយើងយកមកធ្វើជាអំណាចនិងឧទាហរណ៍នៅក្នុងប្រធាននេះបានសម្អាងទៅលើរឿងទុំទាវឆ្លុះបញ្ចាំងពីកត្តា3តថភាពសង្គមនៅក្នុងសម័យកាលនោះទី1ផ្នត់គំនិតក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករយើងដឹងហើយថាក្នុងសម័យនោះផ្នត់គំនិតនៃការជ្រើសរើសគូស្រករឲ្យកូនប្រុសកូនស្រីនៅមានលក្ខណៈប្រកាន់នៅផ្នត់គំនិតមួយគេហៅថានំមិនធំជាងលាលមានន័យថារាល់ការសម្រេចចិត្តទាំងឡាយនៅក្នុងការជ្រើសរើសឲ្យកូនមានគូស្រករនេះគឺត្រូវតែអាស្រ័យលើឪពុកម្ដាយជាធំផ្នត់គំនិតណាជាពិសេសគឺម្ដាយនឹងឯង
ដែលពាក្យចាស់លោកពោលថាម៉េចពីសម័យដើមឪពុកថាឲ្យម្ដាយថាទេតែបើម្ដាយថាអូខេណាអាហ្នឹងហើយគឺជាផ្នត់កំណត់ពីសម័យមុនណាប៉ុន្តែយើងឃើញថាកន្លែងហ្នឹងឃើញទេដោយសារតែការប្រកាន់ផ្នត់នេះចុងក្រោយធ្វើឲ្យទុំនឹងទាវត្រូវបាត់បង់ជីវិតតែការបាត់បង់ជីវិតនេះពិតជាស្ថិតនៅលើផ្នត់កំណត់នៃការបង្ខិតបង្ខំទាំងស្រុងហើយថាមែនទេអញ្ចឹងមានផ្នែកទីចោះគឺផ្នត់កំណត់គោរពនៃប្រពៃណីទំនៀមទម្លាប់នៅក្នុងសម័យកាលនោះមូលហេតុអីយើងឃើញហើយមរណភាពរបស់ទុំហើយទាវនេះក៏ជាចំណែកមួយនៃកំហុសរបស់អ្នកទាំងពីរផងដែរទី1ទុំជាប្រសងទៅស្រឡាញ់ស្រីអត់បានគិតអីទេណាយកស្នេហាជាគោលយកស្នេហាជាត្រៃមុខហើយគ្រាន់តែបានជួបជាមួយនឹងនាងទាវភ្លាមណាស្នេហាបែបកម្មរំតែម្ដងគឺឃើញភ្លាមស្រឡាញ់ផ្លែតហើយមិនបងអង្គយូរសូម្បីតែគ្រូបាអាចារ្យគឺគ្រូចៅអធិការរបស់គាត់នេះនៅវត្តវិហារធំនេះហាមគាត់ថាមិនឲ្យលាចាកសិក្ខាបទទេនៅក្នុងខែនេះណាព្រោះមិនល្អជាងលេខមិនល្អអញ្ចឹងទៅគាត់អត់ជឿតាមទំនៀមគ្រូទេគាត់អត់ជឿទៅតាមការណែនាំរបស់គ្រូទេណាទោះបីម្ដាយណាព្យាយាមទាំងលោកគ្រូនឹងហាមឃាត់យ៉ាងណាក៏ដោយប៉ុន្តែទុំនៅតែអត់ស្ដាប់ណាដោយសារមិនស្ដាប់បង្គាប់ហើយទៅលួចសឹកខ្លួនឯងនៅក្បែរដំបូកបន្ទាប់មកទៅជួបជាមួយនឹងនាងទាវចំណែកនាងទាវវិញខ្លួនជាស្រីតែអត់បានគិតអីទេណាអត់យកប្រពៃណីជាចម្បងទេត្បិតម្ដាយទាវគាត់បានឲ្យនាងទាវចូលមកលុបទៅហើយប៉ុន្តែនៅឡើយនៅថ្ងៃណានៅវេលាដែលម្ដាយអត់នៅនោះកប់ជួនចំពេលដែលទុំទៅរកនាងទាវណាអ្នកទាំងពីរសារថងសេចក្តីស្នេហារហូតឈានដល់រំលងប្រពៃណីទំនៀមទម្លាប់គឺទុំមុនស្រគាលដែលគេហៅថាអីគេទុំមុនស្រគាលនៅពេលនោះណាគឺមានន័យថាអ្នកទាំងពីររំលងប្រពៃណីបាត់ទៅហើយណាបាទគឺយើងដឹងហើយទាំងអស់គ្នាហើយចំណុចនេះណាកន្លែងនេះយើងឃើញថានាងទាវខ្លួនជាស្រីអត់គិតពីប្រពៃណីទំនៀមទម្លាប់ទុំវិញជាប្រសង់បែរជាទៅស្រឡាញ់ស្រីដែលខុសទៅនឹងវិន័យសង្ឃការមិនគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ផ្សេងណាទៅតាមហើយនឹងមិនជឿម្ដាយមិនជឿតាមការណែនាំរបស់គ្រូនឹងហើយទៅធ្វើឲ្យអ្នកទាំងពីរត្រូវបាត់បង់ជីវិតដែលនេះក៏ជាសក្ខីកម្មពិតមួយដែលសបញ្ជាក់ណាថាវាជាឯកសារមួយដែលឆ្លុះបញ្ចាំងអំពីផ្នត់គំនិតយុវជនយុវវ័យនារីនៅក្នុងសម័យកាលហ្នឹងគឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករក៏គឺនាងទាវបានព្យាយាមប្រកែកម្ដងហើយម្ដងទៀតពីការបង្ខិតបង្ខំរបស់ម្ដាយនោះវាក៏ជាឯកសារមួយដែលបង្ហាញឲ្យឃើញអំពីតថភាពសង្គមនិងផ្នត់គំនិតនៃជំនឿនិងការទាមទារសិទ្ធិសេរីភាពរបស់យុវជនយុវតីនាសម័យលង្វែកដែរហើយនឹងទី3នោះគឺផ្នត់គំនិតក្នុងការគ្រប់គ្រងសង្គមអញ្ចឹងយើងឃើញហើយថានៅក្នុងសម័យកាលនោះគឺបង្ហាញអំពីកិត្យានុភាពនិងភាពអស្ចារ្យភាពខ្លាំងរបស់ព្រះរាជាដែលអាចនិយាយបានថាស្ទើរតែអាចនិយាយបានថាជារាជានិយមផ្ដាច់ការទៅហើយប៉ុន្តែអំណាចជួនមកមុនដូចមេឃឃើញទេខ្លាំងណាស់គ្រាន់តែជាអ្នកខេត្តមួយចំនួនមួយខេត្តបានន័យថាតំណាងឲ្យខេត្តមួយទេប៉ុន្តែបែរជាមានសិទ្ធិមានអំណាចរហូតដល់យកទុំទៅសម្លាប់ដោយគ្មានការវិនិច្ឆ័យឬក៏សួរនាំឲ្យបានច្បាស់លាស់ទេតែនៅពេលដែលអង្គព្រះមហាក្សត្រព្រះអង្គទ្រង់បានដឹងថាបានទទួលដំណឹងថាទុំហើយនឹងទាវត្រូវទទួលមរណភាពយ៉ាងអនាធមដោយសារតែការបង្ខិតបង្ខំរបស់ម្ដាយទាវជូនមើលងួនហើយនឹងបពុនេះទៅព្រះអង្គគឺចុះទៅត្បូងឃ្មុំដោយផ្ទាល់តែម្ដងហើយព្រះអង្គបានធ្វើការវិនិច្ឆ័យទោសយ៉ាងធ្ងន់ធ្ងរបំផុតនោះគឺម្ដាយទាវជូនមើលងួននឹងបពុដែលជាជនដៃដល់កប់ស្មើកហើយរស់នឹងរនាស់យើងស្ដាប់ទៅដូចជាប្រេស្តៃមែនទេបាទហើយសូម្បីតែប្រជាជនប្រជារាស្ត្រដែលទៅចូលរួមពិធីមង្គលការរបស់មើលងួនហើយនឹងនាងទាវទាំងដែលគាត់មិនបានដឹងអីក៏ត្រូវបានព្រះរាជាណាផ្ញើប្រតិយហើយក៏ដាក់ឲ្យជាអ្នកងារបានន័យថាជាអ្នកជាប់ទោសដែរអញ្ចឹងចំណុចទាំងអស់ហ្នឹងក៏អាចចាត់ទុកថារឿងនេះគេបានឆ្លុះបញ្ចាំងចងក្រងពីតថភាពសង្គមនៃការគ្រប់គ្រងរបស់
សង្គមមានសម័យកាលនោះដែរទាំងអស់នេះគឺជាកម្រងឯកសារដែលឆ្លុះបញ្ចាំងនិងកត់ត្រាអំពីតថភាពសង្គមមានសម័យមុនវិញចាជាមួយគ្នានេះផងដែរបន្ថែមលើសពីនេះទៀតសោតយើងភ្ជាប់ទៅរឿងថ្មីមួយទៀតណាអញ្ចឹងរឿងដូចចូលដល់ក៏ជាស្នាដៃអក្សរសិល្ប៍ខេមរៈនិយមមួយណាអ្វីត្បិតតែវាជាស្នាដៃបែបល្ខោនប៉ុន្តែវាក៏ជាសក្ខីកម្មមួយក្នុងការជួយបង្ហាញអំពីតថភាពសង្គមនាសម័យឧត្តមតែរឿងនេះត្រូវបានតាក់តែងនិពន្ធឡើងដោយលោក T.G. Hoods នាឆ្នាំ1983ណាអញ្ចឹងរឿងនេះក៏ជាសក្ខីកម្មមួយសក្ខីភាពមួយក្នុងការសរបញ្ជាក់ឲ្យឃើញអំពីតថភាពសង្គមនាសម័យនោះផងដែរនោះគឺក្នុងសម័យកាលនោះទី1គឺគេនិយាយពីស្មារតីជាតិនិយមដោយសារតែទស្សនវិជ្ជាសង្គមនៅក្នុងសម័យនោះកំពុងតែមានវិបត្តិដោយបញ្ហាប្រឈមនោះគឺតកតងទៅនឹងបញ្ហាទំនាស់វិបត្តិសង្គ្រាមដែលកើតឡើងដោយការជ្រៀតជ្រែកឬការដណ្ដើមរាជសម្បត្តិណារបស់អ្នកណាគេស្ដេចសំរ៉ៃតែគាត់គឺជាអ្នកដែលមានចំណេះដឹងវិជ្ជាគុណខ្ពង់ខ្ពស់មានការគ្រប់គ្រងពីសិស្សនៃសិស្សគុណរបស់គាត់នឹងច្រើនអញ្ចឹងដោយសារតែអំនួតទៅនឹងចំណេះដឹងរបស់ខ្លួននេះគាត់ក៏អីគេមានបំណងបះបោរចង់ដណ្ដើមរាជសម្បត្តិពីស្ដេចជេស្តាដែលជាស្ដេចដែនដីសម័យនោះអញ្ចឹងហើយកវីនិពន្ធបានចងក្រងឆ្លុះបញ្ចាំងពីតថភាពនៃសង្គមពិតសម័យកាលនោះដែលផ្នត់គំនិតរបស់បុព្វបុរសខ្មែរក្នុងការពារនៅបូរណភាពទឹកដីនោះដែលផ្ដើមចេញពីតួអង្គ3ទី1គឺតេជោមាសដែលជាមេតបណាក្រោយពីដឹងថាស្ដេចសម្រេចមានបំណងបះបោរឲ្យប្រកាសតែងតាំងខ្លួនឯងជាសម្រេចរាជាធិរាជមកតេជោមាសក៏ដឹកនាំទ័ពទៅធ្វើសង្គ្រាមហើយត្រូវបរាជ័យត្បិតអីត្រូវមួយកណ្ដាប់ដៃមហាទុំងុនរបស់ស្ដេចសម្រេចដែលជឿថាបើអ្នកណាត្រូវកណ្ដាប់ដៃនេះហើយគឺជាមិនផុតទេពីសេចក្តីស្លាប់តែយ៉ាងណាក្តីយើងឃើញថាផ្នត់គំនិតបន្តដែលតំណាងឲ្យពលរដ្ឋនៅក្នុងសម័យកាលនោះគឺជំទាវស្រែនអ្វីត្បិតតែនាងតំណាងឲ្យប្រជាពលរដ្ឋធម្មតាតែស្គាល់ពីទួនាទីនិងកាតព្វកិច្ចរបស់ខ្លួនណាបានរួមចំណែកជាមួយនឹងស្វាមីគឺតេជោមាសដើម្បីរៀបចំផែនការដែលគេហៅថាក្តៅស៊ីរយៈស៊ីជ្រៅនោះណាគឺរៀបចំផែនការដើម្បីយកសម្រស់ជាអ្នកតាក់ស្ដេចសម្រេចរហូតឈានដល់ចាប់ស្ដេចសម្រេចនិងបពុះយកទៅថ្វាយស្ដេចជ័យជាស្ដាប្រហារជីវិតនៅពេលនោះទៅនោះក៏ជាតថភាពសង្គមមួយដែលឆ្លុះបញ្ចាំងអំពីផ្នត់គំនិតបង្ហាញអំពីទូនាទីនិងកាតព្វកិច្ចរបស់ពលរដ្ឋក៏មានកាតព្វកិច្ចក្នុងការរួមចំណែកថែរក្សានៅបូរណភាពទឹកដីថែរក្សានៅសុខសន្តិភាពសេរីភាពរបស់សង្គមដែរមិនត្រឹមតែប៉ុណ្ណោះទេតកតងស្នាដៃនឹងដដែលបង្ហាញអំពីផ្នត់គំនិតរបស់យ៉តគឺជាយុវជនម្នាក់ដែលមកស្នាក់អាស្រ័យជាមួយនឹងតេជោមាសគឺជំទាវស្រែនណាហើយយ៉តទទួលបានការសិក្សាអប់រំទាំងផ្នែកវិជ្ជាគុណហើយនឹងផ្នែកក្បួនដឹកនាំទ័ពកងទ័ពអីអញ្ចឹងទៅតាមរយៈតេជោមាសក្រោយពីតេជោមាសបានស្នើសុំស្ដេចជ័យជាស្ដាដើម្បីតែងតាំងយ៉តជាមេទ័ពទទួលបរមនាយកតេជោជំនួសខ្លួនក្រោយពីដឹងថាខ្លួននឹងអស់អាយុសង្ខារដោយសារតែត្រូវកណ្ដាប់ដៃនោះក្រោយពីឡើងជាមេទ័ពហើយយ៉តបានដឹកនាំទ័ពទៅព្រំដែនដើម្បីជួយធ្វើសង្គ្រាមណាការពារពីការឈ្លានពានរបស់ពួកសៀមអញ្ចឹងក្នុងករណីនោះយើងឃើញហើយថាយ៉តលះបង់ខ្ពស់ណាយ៉តបានសម្លាប់មឺនចៃចង្រៈហើយនឹងអ្នកម្នាក់នោះដែលយើងឃើញថាអ្នកទាំងពីរជារនុកក្នុងដែលបង្កប់នៅក្នុងជួរកងទ័ពក្នុងព្រះបរមរាជវាំងក្នុងគោលបំណងដើម្បីយកការឲ្យពួកសៀមដូច្នេះហើយរាល់គម្រោងការទាំងឡាយដែលរៀបចំឡើងតែងធ្វើឲ្យយ៉តក៏ដូចជាមេទ័ពផ្សេងទៀតនោះ
ណាអង្គញាក្រឡាហោមអង្គញាចក្រីបរាជ័យច្រើនលើកច្រើនគ្រាប៉ុន្តែដោយសារតែយត់គឺជាមនុស្សឆ្លាតហ៊ានពលីហ៊ានការពារគឺបថុយបឋានណាដែលសម្រាប់អ្នកមនាងនោះដែលជាអ្នកមនាងរបស់ស្ដេចនោះបាទដើម្បីអីដើម្បីកម្ចាត់ខ្មាំងសត្រូវដែលនៅពីក្រោយខ្នងហ្នឹងអញ្ចឹងនេះអត្តភាពហ្នឹងហើយដែលធ្វើឲ្យយត់ទទួលបានភាពជោគជ័យទៅលើការធ្វើសង្គ្រាមហ្នឹងទាំងអស់ហ្នឹងក៏ជាសក្ខីភាពមួយបង្ហាញថាបុព្វបុរសខ្មែរគឺពោពេញទៅដោយអាដាមក្ទេសពោពេញទៅដោយមនសិការជាតិនិយមហ្នឹងឯងនិងចំណុចមួយទៀតនៅក្នុងរឿងនេះដដែលនេះគឺការបង្ហាញពីការប្រកាន់វណ្ណៈនិងជាតិសាសន៍គឺក្រោយពីដែលចូលយត់ទទួលបានភាពជោគជ័យទៅលើសង្គ្រាមហើយក្រោយមកយត់បានចូលស្ដីដណ្ដឹងជំទាវស្រែនទៅតាមប្រពៃណីផងប៉ុន្តែហាក់បីដូចជាមានការពិបាកដែរសម្រាប់ជំទាវស្រែនព្រោះពីមុនមកគាត់គិតថាយត់ព្រៀបបីដូចជាកូនហើយគឺជាកូនសិស្សរបស់ស្វាមីរបស់គាត់អញ្ចឹងគាត់ពិបាកនៅក្នុងការសម្រាប់ចិត្តជ្រើសរើសយកយត់ធ្វើជាស្វាមីណាដូច្នេះហើយការប្រកាន់វណ្ណៈហើយការប្រកាន់ជាតិសាសន៍ដោយសារយត់គឺជាជនជាតិក្នុងចុងស្រុកអីផងអញ្ចឹងទៅចឹងហើយធ្វើឲ្យជំទាវស្រែនគាត់ពិបាកនៅក្នុងការសម្រេចចិត្តតែអ្វីដែលជាគំនិតច្នៃប្រឌិតនិងគំនិតគេហៅថាប្រាជ្ញាវាងវៃរបស់យត់នោះបាទទៅធ្វើឲ្យជំទាវស្រែនទទួលស្គាល់ហើយព្រមទទួលយត់ហ្នឹងឯងក្រោយពីយើងលើករឿងទាំងពីរនឹងហើយអ្នកទាំងអស់គ្នាអាចដាក់រឿងមួយទៀតឧទាហរណ៍រឿងព្រះអាទិត្យថ្មីឬផែនដីចាស់ដែលឆ្លុះបញ្ចាំងពីបានន័យថារឿងនេះត្រូវបានបកស្រាយឡើងដោយលោកសួនសរិនឆ្នាំ1960-61ជាកន្លងស្នាដៃមួយដែលឆ្លុះបញ្ចាំងពីតថភាពសង្គមចុងសម័យអាណានិគមហើយនិងដើមសម័យសង្គមរាស្ត្រនិយមណាតាមរយៈរឿងហ្នឹងក៏បង្ហាញពីអីផ្នែកកំណត់នៃការតស៊ូផ្នែកកំណត់នៃការមិនលក់ដើមប្រទេសមិនលក់មនសិការនៅក្នុងការប្រព្រឹត្តធ្វើទុច្ចរិតអីទៅណាហើយនឹងការរក្សានៅតម្លៃតស៊ូនិងមានផ្នែកកំណត់នៅក្នុងការរួមចំណែកអភិវឌ្ឍសង្គមអីចឹងទៅណាអញ្ចឹងយើងដាក់3រឿងចឹងហើយក្រោយពីយើងដាក់រឿង3រឿងហើយយើងសរុបណាអញ្ចឹងសរុបយើងនិយាយថាម៉េចសរុបទៅលើខ្លឹមសារមកសរុបមកគ្រប់ស្នាដៃអក្សរសិល្ប៍ដែលត្រូវបានតាក់តែងឡើងដោយកវីនិពន្ធគឺមានមុខងារសំខាន់បំផុតគឺផ្ដល់ទាំងចំណេះដឹងណាផ្ដល់ទាំងការអប់រំទូមានតាមរយៈនៃការឆ្លុះបញ្ចាំងពីតថភាពសង្គមទាំងឡាយដែលមានពិតនៃជីវិតរស់នៅរបស់មនុស្សបញ្ហាផ្សេងទំនងវិបត្តិឬក៏វប្បធម៌ប្រពៃណីទំនៀមទម្លាប់ក្នុងគោលដៅដើម្បីធ្វើយ៉ាងណាឲ្យអ្នកសិក្សាទាំងឡាយបានឈ្វេងយល់បានដឹងអំពីកំណត់ត្រាទាំងឡាយដែលកើតឡើងតថភាពសង្គមទាំងឡាយដែលកើតឡើងនៅក្នុងសម័យអតីតកាលណាឬសម័យនីមួយៗចឹងមកក្រោយមកបានយើងចូលដល់វាតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនក្នុងករណីនេះវាតម្លៃជារួមទស្សនៈរបស់ប្រធានបានលើកឡើងខាងលើនឹងមានអត្ថន័យខ្លឹមសារសម្រាប់ឲ្យអ្នកសិក្សាបានយល់ដឹងកាន់តែច្បាស់អំពីវត្ថុបំណងនិងមុខងាររបស់អក្សរសិល្ប៍ក្នុងការផ្ដល់ជាតម្លៃសម្រាប់អ្នកសិក្សាដូចនេះហើយទៅតខ្លួនក្នុងនាមជាអ្នកសិក្សាទាំងឡាយគួរខិតខំប្រឹងប្រែងសិក្សាជ្រាបយល់ទៅលើរាល់កម្រងស្នាដៃទាំងឡាយដែលត្រូវបានកត់ត្រាដែលត្រូវបានតាក់តែងឡើងដោយកម្មវិធីនេះសិទ្ធិមានតម្លៃមានអត្ថន័យមានខ្លឹមសារសម្រាប់បង្កប់ជាខ្លឹមសារមេរៀនខ្លឹមសារជាបទពិសោធន៍និងខ្លឹមសារនៃជីវិតសម្រាប់ឲ្យយុវជនយុវវ័យសម័យក្រោយហ្នឹងឆ្វេងយល់ឲ្យបានល្អនិងទុកជាមរតកទុកជាមរតកនៃគំនិតមួយដ៏ប្រសើរសម្រាប់ឲ្យដំណើរនៃជីវិតរស់នៅទៅថ្ងៃអនាគតទទួលបាននូវសេចក្តីសុខទទួលបានភាពខ្សែមសានប្រកបទៅដោយភាពឧត្តមឧត្តមណាអញ្ចឹងយើងសន្មតថាប្រធានរបស់យើងនេះសូមបញ្ចប់ត្រឹមនេះបាទសូមអរគុណសង្ឃឹមថារាល់ស្នាដៃទាំងឡាយរាល់ការបង្ហាត់បង្រៀនរាល់ការបង្ហាញរបស់ខ្ញុំបាទនឹងចូលរួមជាចំណែកមួយសម្រាប់ឲ្យបងប្អូនណាជាជំនួយស្មារតីសម្រាប់ការត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះហើយទទួលបានលទ្ធផលល្អគ្រប់គ្នាសូមអរគុណ